ខ្ញុំសូមនិទានរឿងជាភាសាខ្មែរនិងអង់គ្លេសវាអាចផ្ដល់ផលប្រយោជន៍ដល់ការសិក្សារបស់បងប្អូនរឿងគោ3ក្បាល The Three Cow ខ្ញុំនិទានជាភាសាអង់គ្លេស One upon a time, three cow, a white cow, a black cow, and a reddish brown cow live happily in a green pasture. They were kind to each other and always stayed together. They grazed in the meadow and slept near each other. One day, a hungry reddish brown lion passed by and saw the cow. The lion wanted to eat them but couldn't attack because the cow stayed united. The lion waited for days, hoping the cow would separate, but they stayed together. The lion came with a plan to divide the cow. If I brought them and pretend to be friendly, the reddy brown cow believed the lion. Sweet word. But the white and black cow were suspicious. The lion convinced the reddish brown cow that the white cow was different because of its light color. The reddish brown cow agreed to let the lion eat the white cow. When the lion attacks the white cow, the reddish brown cow distracts the black cow. The white cow was left alone and was killed by the lion. A few days later, the lion told the reddish brown cow that the black cow didn't match the color. It convinced the reddish brown cow to let it eat the black cow. The reddish brown cow agreed, and the lion killed the black cow. The reddish brown cow was happy, thinking it was safe because it looked like the lion. But the lion had other plans. One day the lion called the reddish brown cow and said, "Now it's your turn. I'm going to eat you." The reddish brown cow begged for mercy, but the lion didn't listen. The cow cried out, "I was eaten the day the white cow was eaten. I was eaten the day the black cow was eaten. I was eaten the day I drew you." The lion devoured the reddish brown cow and left the forest to find new prey. History teaches us that unity is strength, and rooting the wrong people can lead to betrayal and harm. ខ្ញុំនិទានជាភាសាខ្មែរកាលពីព្រេងនាយមានគោ3ក្បាលមួយក្បាលគោខ្មៅមួយក្បាលនិងគោពណ៌ត្នោតមួយក្បាលរស់នៅជាមួយគ្នាយ៉ាងសប្បាយក្នុងវាលស្មៅបៃតងពួកវាមានចិត្តល្អចំពោះគ្នានិងតែងតែនៅជាមួយគ្នាពួកវាស៊ីស្មៅក្នុងវាលនិងដេកជិតគ្នាថ្ងៃមួយមានតោពណ៌ត្នោតស្រីឃ្លានមួយក្បាលដើរកាត់ហើយឃើញគោទាំងនោះតោចង់ស៊ីគោទាំងនោះប៉ុន្តែមិនអាចវាយប្រហារបានពីព្រោះគោទាំងនោះនៅជាមួយគ្នាតោរងចាំរាប់ថ្ងៃដោយសង្ឃឹមថាគោទាំងនោះនឹងបែកគ្នា
ប៉ុន្តែពួកវានៅតែជាមួយគ្នាតើមានគម្រោងបំបែកគោទាំងនោះវាចូលទៅចិត្តហើយធ្វើពុតជារាក់ទាក់គោពណ៌ត្នោតជឿពាក្យផ្អែមល្ហែមរបស់តោប៉ុន្តែគោសនិងគោខ្មៅមានការសង្ស័យតោបញ្ចុះបញ្ចូលគោពណ៌ត្នោតថាគោសមានភាពខុសប្លែកដោយសារពណ៌ស្រាលរបស់វាគោពណ៌ត្នោតយល់ព្រមឲ្យតោស៊ីគោសខណៈពេលដែលតោវាយប្រហារគោសគោពណ៌ត្នោតបានបង្វែរការយកចិត្តទុកដាក់របស់គោខ្មៅគោសត្រូវបានទុកឲ្យនៅម្នាក់ឯងហើយត្រូវតោសម្លាប់ប៉ុន្តែថ្ងៃក្រោយមកតោប្រាប់គោពណ៌ត្នោតថាគោខ្មៅមិនស៊ីគ្នានឹងពណ៌របស់ពួកវាទេវាបញ្ចុះបញ្ចូលគោពណ៌ត្នោតឲ្យអនុញ្ញាតឲ្យវាស៊ីគោខ្មៅគោពណ៌ត្នោតយល់ព្រមហើយតោក៏សម្លាប់គោខ្មៅគោពណ៌ត្នោតមានការសប្បាយចិត្តដោយគិតថាវាមានសុវត្ថិភាពព្រោះមានពណ៌ដូចតោប៉ុន្តែតោមានគម្រោងផ្សេងថ្ងៃមួយតោហៅគោពណ៌ត្នោតហើយនិយាយថាឥឡូវដល់វេនឯងហើយអញនឹងស៊ីឯងគោពណ៌ត្នោតសុំក្តីមេត្តាប៉ុន្តែតោមិនស្ដាប់គោបានស្រែកថាខ្ញុំត្រូវគេស៊ីនៅថ្ងៃដែលគោសត្រូវគេស៊ីខ្ញុំត្រូវគេស៊ីនៅថ្ងៃដែលគោខ្មៅត្រូវគេស៊ីខ្ញុំត្រូវគេស៊ីនៅថ្ងៃដែលខ្ញុំជឿទុកចិត្តលើអ្នកតោបានខំស៊ីគោពណ៌ត្នោតហើយចាកចេញពីព្រៃទៅរោគចំណីថ្មីរឿងនេះបង្រៀនយើងថាសាមគ្គីភាពគឺជាកម្លាំងហើយការជឿទុកចិត្តលើមនុស្សខុសអាចនាំទៅរកការក្បត់និងគ្រោះថ្នាក់គំនិតអប់រំល្បិចបំបែកមិត្ត Unity is strength. Staying together protect you from harm. សាមគ្គីភាពគឺជាកម្លាំងការនៅជាមួយគ្នាការពារអ្នកពីគ្រោះថ្នាក់ Choosing the wrong people can lead to betrayal and danger. ការជឿទុកចិត្តលើមនុស្សខុសអាចនាំទៅរកការក្បត់និងគ្រោះថ្នាក់ Selfishness and betrayal can destroy even the strongest bond. ភាពអាត្មានិយមនិងការក្បត់អាចបំផ្លាញចំណងដ៏រឹងមាំបំផុតអរគុណបងប្អូនអរគុណមិត្តភ័ក្តិបងប្អូនសូមជួយ Subscribe ក្នុង Channel YouTube ខ្ញុំមួយផងទុកជាការលើកទឹកចិត្តដល់ខ្ញុំក្នុងការផលិតវីដេអូជូនចំពោះមិត្តភ័ក្តិបងប្អូនរាល់អត្ថបទលើកទឹកចិត្តនិងរឿងនិទានខ្ញុំដាក់នៅក្នុង Channel YouTube ទាំងអស់សូមអរគុណ